ចាយបរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអញ្ជើញដឹកនាំមន្ត្រីរាជការនិងពិហិរសាសនាជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយដែលជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន1200គ្រួសារដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍5000ដែលស្ថិតក្នុងភូមិគូលែនត្បូងឃុំគូលែនត្បូងស្រុកគូលែនខេត្តព្រះវិហារនាថ្ងៃទី15ខែកក្កដាឆ្នាំ2025ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាឯកឧត្តមសុកសានតារាអភិបាលរងខេត្តព្រះវិហារតំណាងឯកឧត្តមគីមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារព្រះតេជគុណសីមានុចារីសៀនគុណលៀបព្រះបាឡាត់គុណខេត្តនិងជាព្រះអនុគុណស្រុកគូលែនអ្នកអង្គញាសោះកំរីចាងវាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ីស្លាមកម្ពុជាអង្គញាក្មួម៉ាត់សាមេដឹកនាំកនអ៊ីម៉ាមសាន់បូជាចាអ៊ុនសុនព្រះសហគមន៍កាតូលិកនិងតំណាងពិហិរសាសនាផ្សេងៗជាច្រើនរូបឯកឧត្តមចាយបរិនបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹកនិងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខនិងជីវភាពរបស់បងប្អូនប្រជាជនយើងដែលរស់នៅតាមបណ្ដោយព្រំដែនឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាកម្ពុជាមិនចង់បានទឹកដីប្រទេសជិតខាងសូម្បី1មីលីម៉ែត្រតែកម្ពុជាដាច់ខាតការពារដែនដីមិនឲ្យបាត់បង់សូម្បីតែ1មីលីម៉ែត្រផងដែរនឹងបង្ហាញពីគោលជំហរដ៏រឹងមាំរបស់សម្ដេចមហាបវរធិបតីក្នុងការដាក់ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ យកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ដែលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវមានទិសដៅច្បាស់លាស់ផ្អែកលើផ្លូវច្បាប់អន្តរជាតិនិងតំបន់ក្នុងការការពារអធិបតេយ្យភាពនិងសេចក្តីថ្លៃថ្នូរជាតិហើយប្រជាពលរដ្ឋទូទាំងប្រទេសក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីប្រកាសរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្នុងការនាំយកបញ្ហាដែនដីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះស្របតាមច្បាប់អន្តរជាតិឯកឧត្តមរដ្ឋមន្ត្រីក៏បានការ៉ានរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍5000ដើមសូមរក្សាសុខភាពធ្វើអនាម័យជាប្រចាំដូចជាការរស់នៅស្អាតហូបស្អាតផឹកស្អាតពិសេសសម្រាប់ក្នុងមុងឲ្យបានត្រឹមត្រូវជៀសវាងជំងឺគ្រុនឈាមដែលបណ្ដាលមកពីមូសខាំនិងជំងឺដង្កាត់ផ្សេងៗទៀតដែលកើតចេញពីការមិនរក្សាអនាម័យជាប់ជាប្រចាំសូមជម្រាបជូនថាអំណោយដែលឯកឧត្តមរដ្ឋមន្ត្រីនិងពិហិរសាសនាអញ្ជើញនាំមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន1200គ្រួសារនៅក្នុងមណ្ឌលសុវត្ថិភាពខាងលើនេះរួមមានថវិកាអង្ករទឹកក្រូចត្រីខខ្មែរមីជាតិត្រីងៀតងៀតគោសាច់ក្រកគោទឹកស៊ីអ៊ីវនិងឧបត្ថម្ភថវិកាមួយចំនួនដល់ស្ត្រីមានផ្ទៃពោះចំនួន72នាក់ផងដែរ